លោកឧត្តមសេនីយ៍ត្រីជួនវ៉ាន់ឌឿនស្នងការរងទទួលផែនជំនាញបានអញ្ជើញដឹកនាំកម្លាំងជំនាញអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះប្រើប្រាស់រថយន្តចល័តសហការជាមួយផែនជំនាញស្រុកចុះផ្ដល់អត្តសញ្ញាណប័ណ្ណអាសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលមានអាយុគ្រប់15ឆ្នាំឡើងនិងអ្នកអស់ឬជិតអស់សុពលភាពរយៈពេលក្រោម180ថ្ងៃជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រៃគោឃុំដំរីផុងស្រុកឆ្លងខេត្តក្រចេះនាព្រឹកថ្ងៃទី6ខែសីហាឆ្នាំ2026បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃគោឃុំដំរីផុងស្រុកឆ្លងខេត្តក្រចេះបានសម្ដែងក្តីសប្បាយរីករាយដែលអាជ្ញាធរចុះមកធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ដល់មូលដ្ឋានខ្ញុំឈ្មោះឆឹងឡាវឆងរស់នៅភូមិ27សែនជ័យឃុំដំរីផុងស្រុកឆ្លងខេត្តក្រចេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងបានមកធ្វើតាញៀនបាននៅភូមិព្រៃគោអរគុណដល់អ៊ំពូប៉ូលីសហើយនឹងបងប្អូនទាំងអស់ដែលជួយបានធ្វើតាញៀនបាននៅនាងខ្ញុំបានប្រើការឲ្យលឿនរហ័សទាន់ចិត្តចាខ្ញុំសប្បាយចិត្តខ្លាំងដែលខ្ញុំបានមកធ្វើនៅទីនេះចាអរគុណសូមជម្រាបជូនដែរថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះគឺមានសារៈសំខាន់និងអត្ថប្រយោជន៍ជាច្រើនព្រោះជាឯកសារផ្លូវការសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដោយមិនអនុញ្ញាតឲ្យធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀតនិងសម្រាប់ការប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀតក្នុងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃដោយផលនៅស្ថិតឃុំរៃផុងស្រុកឆ្លងខេត្តក្រចេះបាទអារម្មណ៍សប្បាយចិត្តដែរបាទតែយើងបានវាសម្គាល់យើងដើរទៅចិត្តឆ្ងាយបាទវាត្រូវការរហូតដល់បានធ្វើអីក៏ដោយបាទអរគុណដល់ឃុំរៃផុងដល់ប៉ូលីសដល់អីធ្វើអត់ដល់លុយបាទអរគុណណាបាទអរគុណច្រើន